ជំរាបសួរក៏ដូចជាសួស្តីដល់សិស្សនិស្សិតបងប្អូនទាំងអស់គ្នាថ្ងៃនេះយកមកធ្វើការសិក្សាអំពីលំហាត់ limit នេះគឺគ្រាន់តែជាប្រភេទ limit ចំនួនទេអញ្ចឹងវាគឺជាលំហាត់ដ៏ងាយស្រួលមួយនៅក្នុងការចាប់ផ្ដើមធ្វើលំហាត់ limit ពីតូចទៅធំអូខេឥឡូវយើងមកធ្វើការដោះស្រាយលំហាត់ limit ទាំងអស់គ្នាlimit x ខិតទៅរក3នៃ 2x ដក1អូខេដូចដែលយើងបានមើលចឹងនេះគឺជា limit x ខិតទៅរក3នៃ 2x ដកឲ្យនឹង1កាលណាយើងចំនួន3ចូលទៅក្នុង x គឺយើងបាន2គុណឲ្យនឹង3ដកឲ្យនឹង1ដូចដែលយើងដឹងស្រាប់ហើយ2គុណ3គឺ6ហើយ6ដក1គឺស្មើឲ្យនឹង5អញ្ចឹងយើងសរសេរដាក់ចម្លើយ5អូខេដូចនេះ limit x ខិតទៅរក3នៃ 2x ដកឲ្យនឹង1គឺស្មើនឹង5អូខេឥឡូវយើងចូលមកទីខគឺលំហាត់របស់យើង limit x ខិតទៅរកដក3នៃ 2x បូកឲ្យនឹង5បើសិនជាយើងយកដក3ចំនួននៅកន្លែង x គឺយើងបានអូខេឥឡូវយើងពិសេសប្រធានវាសិន limit x ខិតទៅរកដក3នៃ 2x បូកឲ្យនឹង5អូខេកាលណាយើងចំនួន x ដល់ដក3គឺយើងបាន2គុណឲ្យនឹងដក3បូកឲ្យនឹង5កាលណាយើងគុណ2គុណឲ្យនឹងដក3គឺវាស្មើនឹងដក6ដក6បូកឲ្យនឹង5ដក6បូក5គឺស្មើឲ្យនឹងដក1អញ្ចឹងដូចនេះ limit x ខិតទៅរកដក3នៃ 2x បូកឲ្យនឹង5គឺស្មើឲ្យនឹង1អូខេឥឡូវយើងមើលលំហាត់ទីកម្ដងកគឺ limit x ខិតទៅរក3នៃឬ 4x ដកឲ្យនឹង3អូខេយើងធ្វើការចំនួន x ស្មើឲ្យនឹង3ចូលទៅកន្លែងនេះអូខេឥឡូវប្រធានយើងគឺ limit x ខិតទៅរក3នៃឬ 4x ដកឲ្យនឹង3អូខេចុះយើងបាន4គុណឲ្យនឹង3ដក3 4គុណ3គឺស្មើ12 12ដកឲ្យនឹង3គឺស្មើឲ្យនឹង9អញ្ចឹងដូចនេះ limit របស់យើង limit x ខិតទៅរក3នៃឬ 4x ដកឲ្យនឹង3គឺស្មើឲ្យនឹង9អូខេឥឡូវយើងមកមើលលំហាត់ទីខរបស់យើងម្ដងខរបស់យើងគឺ limit x ខិតទៅរក2នៃ x ដក1គេថា x បូក1នៅលើ x ក្រេអូខេឥឡូវយើងធ្វើការជួស x ដោយស្មើឲ្យនឹង2ទាំងអស់គ្នាគេខ limit x ខិតទៅរក2នៃ x ដក1 x បូក1នៅលើ x ក្រេអូខេកាលណាយើងជួសលេខ2ចូលគឺយើងបាន2ដក1គេតាឲ្យ2បូក1នៅលើ2ក្រេអូខេឥឡូវ2ដក1របស់យើងគឺស្មើនឹង1 2បូក1គឺ3ចឹង3គុណនឹង1យើងដាក់3ចំណែកឯ2ក្រេរបស់យើងគឺ4អញ្ចឹងចម្លើយ limit របស់យើងគឺស្មើនឹង3លើ4ដូចនេះ limit x ទៅរក2នៃ x ដក1គេថា x បូក1គឺស្មើឲ្យនឹង3លើ4អូខេឥឡូវយើងចូលមកមើលលំហាត់ limit ចុងក្រោយរបស់យើងគឺលំហាត់ទីងលំហាត់ទីងរបស់យើងគឺ limit x ខិតទៅរក1នៃឬគីបនៃ x ក្រេបូកឲ្យឬគីប x បូកឲ្យនឹង1នៅលើ4ដក x ក្រេអូខេយើងធ្វើការចំនួន x ស្មើ1ចូលទៅក្នុងនេះទាំងអស់គ្នាអូខេធានយើង limit x ខិតទៅរក1នៃ x បូកឲ្យនឹងឬគីប x បូកឲ្យនឹង1នៅលើ4ដក x ក្រេអូខេកាលណាយើងចំនួនលេខ1ចូលគឺយើងបានឬគីបនៃ1ក្រេបូកឲ្យឬគីបនៃ1បូកឲ្យនឹង1នៅលើ4ដកឲ្យនឹង1ការ៉េអូខេឥឡូវយើងមើល
ឬគីបនៃ1ការ៉េរបស់យើងគឺ1ហើយឬគីបនៃ1គឺស្មើនឹង1យើងប៉ុន្មានក៏ដោយឲ្យតែលេខ1គឺស្មើនឹង1អញ្ចឹងយើងបាន1កន្លែងនេះក៏ស្មើ1 1អញ្ចឹង1 + 1 + 1គឺវាស្មើនឹង3ចំណែកឯ4ដកឲ្យនឹង1ការ៉េរបស់យើងគឺស្មើ1 4ដក1គឺស្មើ3អញ្ចឹងស្មើនឹង3លើក3 3លើក3គឺស្មើនឹង1ដូចនេះលីមីតចុងក្រោយរបស់យើងគឺវាស្មើនឹង1ដូចនេះ1នៅលើ4ដក x ការ៉េគឺស្មើនឹង1អូខេលំហាត់លីមីតកម្រិតស្រាលរបស់យើងគឺត្រូវបានបញ្ចប់តែត្រឹមនេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា